សម្រាប់ការមកលេងនៅខេត្តសៀមរាបនេះដែលខ្ញុំបានធ្វើការមកធ្វើការទស្សនានៅសម័យរាត្រីគឺយើងបានធ្វើការជ្រើសរើសនៅហាងផ្ញើម៉ូតូមួយដែលមានឈ្មោះថាបាយ័នជួម៉ូតូបាទអញ្ចឹងនេះគឺយើងបានធ្វើការរៀបចំនៅឯកសារក៏ដូចជាអត្តសញ្ញាណប័ណ្ណដើម្បីឲ្យទៅម្ចាស់ហាងគាត់ធ្វើការត្រួតពិនិត្យបាទអញ្ចឹងសម្រាប់តម្លៃម៉ូតូនៃការជួក្នុងមួយថ្ងៃចំនួន$10បាទអញ្ចឹងសម្រាប់តម្លៃម៉ូតូនេះគឺមួយថ្ងៃ$10នេះគឺខ្ញុំចង់បញ្ជាក់បន្តិចដែរដោយសារសម្រាប់សាំងនៃការធ្វើដំណើរនៅក្នុងមួយថ្ងៃពេញគឺយើងត្រូវធ្វើការចាក់ខ្លួនឯងបាទអញ្ចឹងសម្រាប់ម៉ូតូនេះគឺខាងម្ចាស់ហាងគាត់ក៏បានធ្វើការចាក់ឲ្យយើងមកពេញដែរអញ្ចឹងនៅពេលដែលយើងបានធ្វើការជិះមួយថ្ងៃពេញរួចរាល់ហើយនៅពេលដែលយើងធ្វើការយកទៅឲ្យដល់ម្ចាស់ហាងវិញគឺយើងត្រូវធ្វើការចាក់ឲ្យទៅម្ចាស់ហាងដើម្បីមកពេញវិញបាទអញ្ចឹងនេះគឺជាសកម្មភាពខ្លះៗដែលខ្ញុំបានក៏ដូចជាមិត្តភ័ក្តិបានធ្វើការត្រួតពិនិត្យនៅម៉ូតូដែលយើងបានធ្វើការជួដើម្បីជៀសវាងនៅមានបញ្ហាក៏ដូចជាការបាក់បែកដែលយើងមិនបានដឹងទុកជាមុនខ្ញុំបាទក៏បានធ្វើការជាថតជាវីដេអូដើម្បីទុកជាឯកសារក៏ដូចជាវីដេអូខ្លះៗជាប្រយោជន៍ផងដែរបាទនេះគឺជាសកម្មភាពខ្លះៗដែលយើងបានធ្វើការចេញដំណើរទៅបាទអញ្ចឹងសម្រាប់ទឹកដីអង្គរនៅពេលដែលយើងបានធ្វើការជិះនៅពេលម៉ោង4ជាងសម្រាប់ខ្ញុំគឺខ្ញុំបានធ្វើការចេញដំណើរទៅគឺម៉ោង4:20នាទីឃើញថាសីតុណ្ហភាពក៏ដូចជាអាកាសធាតុគឺត្រជាក់ល្អបាទអញ្ចឹងនៅពេលដែលយើងបានធ្វើការផ្ញើម៉ូតូរួចរាល់ហើយសម្រាប់ការធ្វើដំណើរនេះគឺឃើញថាមានបងប្អូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវបរទេសភ្ញៀវជាតិមកយ៉ាងច្រើនកកនៅក្នុងថ្ងៃសម័យរាត្រីដែលជាថ្ងៃទី22ខែមីនាឆ្នាំ2025នេះបាទអញ្ចឹងខ្ញុំបានក៏បានធ្វើដំណើរបន្តទៅខាងមុខនៃអង្គរឃើញថាមានបងប្អូនប្រជាពលរដ្ឋអាជីវករគាត់បានធ្វើការលក់ដូរក៏ដូចជាម្ហូបអាហារឬក៏ប្រភេទនៅសម្ភារៈវត្ថុអនុស្សាវរីយ៍ច្រើននៅមុខអង្គរវត្តផ្ទាល់តែម្ដងបាទអញ្ចឹងខ្ញុំបាទក៏បានធ្វើដំណើរមកដល់ច្រកចូលនៃអង្គរវត្តបាទអញ្ចឹងសម្រាប់នៅខាងមុខនៃច្រកចូលអង្គរវត្តគឺមានបងមន្ត្រីអាជ្ញាធរខាងអប្សរាក៏ដូចជាអ្នកឆែកសមុទ្រគាត់បានធ្វើការឆែកនៅសមុទ្រភ្ញៀវក៏ដូចជាភ្ញៀវបរទេសបាទអញ្ចឹងសម្រាប់ភ្ញៀវបរទេសដែលគាត់បានមកលេងនៅទឹកដីអង្គរនៃខេត្តសៀមរាបគឺត្រូវធ្វើការទិញនៅសមុទ្រដើម្បីធ្វើការចូលនៅទស្សនាបាទអញ្ចឹងនេះគឺជាទស្សនវិជ្ជាមួយដែលខ្ញុំបានធ្វើការផ្ដិតយកនៅជាវីដេអូដើម្បីធ្វើការចែករំលែកជូនដល់បងប្អូនក៏ដូចជាមិត្តភ័ក្តិទាំងអស់គ្នាបាទអញ្ចឹងបងប្អូនអាចធ្វើការតាមដាននៅវីដេអូខ្លះៗដែលខ្ញុំបានធ្វើការបង្ហាញមួយនេះស្អីនេះគឺទៀតពេញណាស់ណែឡើងក្នុងផ្សារពួកគ្នាឡើងទៅមើលថ្ងៃរះនៅក្នុងផ្សារទស្សនវិជ្ជាម៉ោងប៉ុណ្ណេះមនុស្សចាប់ផ្ដើមបុកមកចូលមកនេះចូលមកទស្សនាយើងចាប់ផ្ដើមចូលគឺម៉ោង5ទៅអញ្ចឹងម៉ោង5កន្លះនេះខ្ញុំចូល5កន្លះ6ចាប់ផ្ដើមរយៈអញ្ចឹងយើងមើលថាថ្ងៃទី22ហ្នឹងវារយៈល្អជាងថ្ងៃទី21អត់វាប្រកាសជាពេញហើយព្រោះថ្ងៃសៅរ៍អញ្ចឹងអាចនឹងណែនហើយមកហ្នឹងមានដឹងថាកន្លែងណាចាក់ប្លង់នេះស្អាតលើកទី1អីចឹងឯងឥឡូវចាក់ប្លង់ស្អាតកន្លែងនេះតែគិតថាអាចនឹងមានមនុស្សណែនេះកន្លែងច្រកចូលធំហ្នឹងkeep it strong and compact. People have to maintain it. People have to keep the water in all the time. Otherwise, sand will be dry and cracked. When the sand is dry, it's not strong, it's not compact. Play line.
này mà đồng bọn lại như cái này đi con hả? Cho đi ăn trong một cái à? Design and start working. After they have the good engineering, start working on the paving structure. Oh my god, not cái nóng cái này. Cái tập phim mình trào. Tim hả? Tàn này. Bạn chẳng ní chia bọt bị sao nhóm môi đáy đài nhóm bạn màuสมัยเรียนนี้คือขยมมัดมาจิลึกตีปีหายบานจังจีอยู่บ่อก็โดยจีกำหนดระบบขยมคลักๆก็จองทุกการใจในดอกบงปอนก็โดยจีมันเป็นงอกนี้ปีได้บงปอนจองหมกเลนในสมัยเรียนในค่ายปั๊มบุญได้ทันในขนมชนะปีปอนไพ่ปรามนี้บงปอนอาจทุกการเตรียมในทโมตุรุซับก็โดยจีโดงโทษกำราពីព្រោះថាសម្រាប់ថ្ងៃដែលជាសមាជិកត្រីនេះគឺឃើញថាមានមនុស្សម្នាមកយ៉ាងច្រើនកកហើយបើនិយាយអំពីទស្សនវិជ្ជាកន្លែងឈរក៏ដូចជាកន្លែងអង្គុយបងប្អូនដូចដែលវីដេអូដែលខ្ញុំបានធ្វើការបង្ហាញនេះគឺឃើញថាមានមនុស្សមកយ៉ាងច្រើនកកតែម្ដងបាទអញ្ចឹងមានបងប្អូនខ្លះគាត់ក៏បានមកធ្វើការក្រាខ្ទេអង្គុយចាំតែម្ដងដោយសារខ្ញុំបានធ្វើការមកដល់នេះគឺម៉ោងប្រហែលជា5ជាងបន្តិចបន្តួចឃើញថាមេឃនៅរៀងល្ងិតមិនទាន់ភ្លឺស្លាស់ទេបាទអញ្ចឹងនេះគឺទស្សនវិជ្ជាដែលខ្ញុំបានធ្វើការថតនេះគឺខ្ញុំបានធ្វើការត្រៀមមកជាមួយនឹងដងកាមេរ៉ាទូរស័ព្ទរបស់ខ្ញុំគឺឃើញថាទស្សនវិជ្ជានៅជុំវិញមុខអង្គរខាងឆ្វេងខាងស្ដាំនិងខាងក្រោយគឺសិតតែភ្ញៀវបរទេសក៏ដូចជាភ្ញៀវជាតិរបស់យើងគាត់បានមកធ្វើការចូលរួមនៅក្នុងការទស្សនានៅសមាជិកត្រីបាទអញ្ចឹងឃើញថាពិតជាអស្ចារ្យសម្រាប់ប្រទេសកម្ពុជាយើងបងប្អូនក៏ដូចជាមិត្តភក្តិទាំងអស់គ្នាបើសិនជាករណីបានមកលេងកុំភ្លេចដូចអ្វីដែលខ្ញុំបានធ្វើការបង្ហាញអញ្ចឹងជាវាងនៅពេលដែលយើងបានមកបើសិនជាករណីបងប្អូនរៀងទៀតគឺมันអាចធ្វើការថតនៅរូបថតឬក៏វីដេអូបានស្អាតទេថ្ងៃទី2ណាគឺថាតែទឹកប្រាក់បានល្អចំទៅសាមីក៏តាមបានចង់ឃើញថាមានបងប្អូនជាក្រុមជាគ្នាជាទីបានស្រេកពីភាពសមត្ថភាពដែលបានធ្វើការបង្ហាញពីអត្ថប្រយោជន៍បានចឹងបងប្អូនប្រជាជនទាំងអស់គ្នាអាចធ្វើការតាមដាននិងសកម្មភាពខ្លះៗដែលខ្ញុំបានធ្វើការបង្ហាញនៅក្នុង Channel YouTube របស់ខ្ញុំផ្ទាល់តែម្ដងបានមកមុនយើងមកដល់ហើយចំដៃខ្ញុំម្ដង
ជាចុងបញ្ចប់នៃវីដេអូខ្ញុំបាទក៏សូមអរគុណដល់បងប្អូនក៏ដូចជាមិត្តភ័ក្តិទាំងអស់គ្នាដែលតែងតែគោរពស្រឡាញ់រាល់ការចែករំលែករបស់ខ្ញុំកន្លងមកហើយបើសិនជាបងប្អូនពេញចិត្តនឹងការចែករំលែករបស់ខ្ញុំកុំភ្លេចជួយធ្វើការចុច like ឬក៏ comment នៅខាងក្រោមនៃវីដេអូរបស់ខ្ញុំបាទហើយមួយវិញទៀតកុំភ្លេចជួយធ្វើការចុចនៅ subscriber channel YouTube របស់ខ្ញុំបាទជួបគ្នានៅវីដេអូក្រោយអរគុណច្រើនជម្រាបលាបាយបាយទស្សនភាពថ្ងៃទី2នៃការមកមើលសមត្ថត្រីនៅខាងសៀមរាបថ្ងៃទី2នេះឃើញថាទស្សនភាពមនុស្សច្រើនបាទកន្លែងដែលថតរូបស្អាតគឺកន្លែងហ្នឹងតែខ្ញុំមកអត់ទាន់ព្រោះថាមនុស្សច្រើនអញ្ចឹងក៏បានទៅធ្វើការថតនៅខាងមុខនោះវិញបាទអញ្ចឹងកន្លែងហ្នឹងគឺស្អាតបាទRa mở đăng nào đây. ច្រើន